Sustain ท่านยังทำ5 nhổm 2ការ submit อันบานแค่របស់យើងគឺការលុបនៅ cloud password cloud ចាំមកចុចលើ support ចុចលើ online support cache បងចុចលើ new cache យើងយក device unbinding កន្លែងនេះគឺមាន2របៀបទី1គឺតទៅនឹង LAN ទី2តទៅនឹង other LAN គឺករណីយើងនៅក្នុង internet តែមួយជាមួយនឹងឧបករណ៍ចឹងមកជ្រើសយកទី1សិនហើយយើងកន្លែងដំបូងមក submit នៅ label tick វានឹងចេញ string code auto បងចុច confirm រងចាំមួយសន្ទុះបងទទួលបាន verification code ទី2តទៅនឹង other គឺយកនៅ LAN តែមួយទេចឹងទី1បង submit នៅ label របស់ឧបករណ៍ថតមួយប៉ុស្តិ៍បន្តមកទៀតបងធ្វើការ scan QR code ពីក្នុង SADP tool SADP tool នេះយើងអាចធ្វើនៅ desktop យើងក៏បាន SADP tool លើទូរស័ព្ទយើងក៏បានដែរចាំមក scan QR code វារួចរាល់វានឹងចេញ string code ទីកន្លែងនេះមកចុច confirm រងចាំមួយសន្ទុះបងនឹងទទួលបាន verification code ដើម្បីយកទៅបំពេញហើយបងបំពេញលេខកូដថ្មីលើឧបករណ៍នោះជាការស្រេចសូមអរគុណ